tới nơi sốt sốt nhưng mà làm trong điều trị mùi là việc mình để kẻ chúa this là còn là việc automation thì chẳng là đó khai tới còn do tập tập lên nhiều máu tỏ máu các bài cho tới vì auto capsulate rồi nhé thì còn bên hàng sập tốt còn set up tầm đó còn vàiประจำkhai năng tới còn chừng tông mối sen tới 50 nè vô một chứ có trong bài thử vài đồng môi hay sen đồng nè chẳng là bộ thời chẳng bán cái thằng lồi cái thằng sủi cho mùa này thấy như start cho mùa này ca design flow របស់ system ទាំងមូលក៏វាខ្ញុំ spend some time to រៀប flow ឥឡូវខ្ញុំបាន flow ហើយអញ្ចឹងនេះគឺជា flow system ទាំងមូលនៅក្នុង project ហ្នឹងខ្ញុំ start with landing page ចឹង project ហ្នឹងពេលដែលsystem ហ្នឹងគឺបើកមកភ្លាមគឺវាចេញ landing page ណែនាំថានៅក្នុងធ្វើអីចឹងទៅតមកនៅពេលដែលយើង log in ឬក៏បើយើងអត់មាន account នេះយើង register បើយើងមាន account ក៏យើង log in អូខេចូលនៅពេលដែល log in ហើយគឺខ្ញុំធ្វើជា dashboard មួយដែល user ម្នាក់គាត់មាន dashboard រៀងខ្លួនអីចឹងណាអញ្ចឹងនៅពេលដែលគាត់មាន dashboard គាត់អាចចូលទៅគាត់មើលអ្វីដែលគាត់មានអញ្ចឹងដំបូងឡើយគឺយើងមាន dashboard property ហើយនិង report នៅខាងគៀនមនុយuser ក៏គាត់មាន profile សម្រាប់គាត់ manage upload QR code upload អីសម្រាប់ដល់ពេលដែលអ្នកត្រូវបង់លុយផ្ទះឲ្យគាត់អញ្ចឹងទៅវាមានកន្លែងបង់លុយផ្ទះឲ្យគាត់អញ្ចឹងអូខេហើយនៅក្នុង dashboard គឺមាន feature ច្រើនផ្សេងទៀតមានដូចជា property ដូចជាអីហ្នឹងហើយនៅខាងក្រោមនេះមាន report ផ្សេងស្ទប់មកខ្ញុំមាន page ផ្សេងមួយទៀតសម្រាប់ set up ប្រចាំខែគេថាដល់ខែទៅគាត់ select ម៉ាន់ទៅគាត់អាចវាយព័ត៌មានទឹកភ្លើងសេវាកម្មផ្សេងចូលទៅក្នុងហ្នឹងទៅហើយគាត់អាច calculate លុយចេញមកថាបន្ទប់ហ្នឹងទៅបង់ប៉ុន្មានហើយចុចប៊ូតុងមួយទៅ send invoice ទៅគ្រប់គ្នាដែលយើងនឹង require ឲ្យដាក់ contact Telegram អញ្ចឹងណា alright ខ្ញុំចង់ serious មួយទីនោះជីពេកទេចឹង we got Next.js ចឹងវាជា framework ដែលខ្ញុំតាមប្រើហើយចឹង Next.js វាអាចសេ full stack បានគ្រាន់ថាវាពិបាកពេលដែលយើងចង់ export API ប៉ុន្តែវាអាច export API បានដូចគ្នាdesign ក៏ដូចជា develop website ឥឡូវហ្នឹងគឺខ្ញុំបានទៅហៅប៉ុណ្នេះហើយអញ្ចឹង feature វានៅក្នុងហ្នឹងគឺវាជា website មួយដែលជា landing page អូខេដល់អរគ្នាក្រោយពីខ្ញុំបាន burn out មករយៈប្រហែលជា2ខែហើយដែលខ្ញុំអត់បានចូលមកធ្វើ website ហ្នឹងឥឡូវហ្នឹងគឺខ្ញុំបានចំណាយពេលមួយចំនួនរបស់ខ្ញុំដើម្បីធ្វើការ update វាហើយដូចអ្នកនរគ្នាឃើញ UI គឺ change ទាំងសងគឺខ្ញុំបាន update ពណ៌ហើយនឹងរបៀបដាក់ display មាន dark mode មាន light mode អីដដែលមានការផ្លាស់ប្ដូរភាសាអីដដែលទេcontent លើកនេះគឺវារៀងថ្មីមើលទៅវារៀង modern ជាងមុនបន្តិចហើយខ្ញុំបានធ្វើ login page ក៏ដូចជា admin page ដូចគ្នាដែលយើងអាច login ទៅយើងមើលព័ត៌មានក៏ដូចជាពិសេសរបស់website យើងទាំងមូលថានៅក្នុងនោះមានព័ត៌មានអីខ្លះហើយគឺយើងធ្វើអំពីអីខ្លះផ្លេច mention ដែរគឺ website នេះគឺខ្ញុំធ្វើជា SaaS service គឺ SaaS website ដែលអាចឲ្យម្ចាស់ផ្ទះគាត់អាច manage ការជួលរបស់គាត់បានងាយជាងមុនជំនួសឲ្យការប្រើกระดาษកត់ទៅមកបានអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយចុងក្រោយគេគឺយើងចេញវិការប័ត្រឲ្យអ្នកដែលត្រូវបង់គឺគាត់ត្រូវបង់លុយឲ្យម្ចាស់ជួលផ្ទះជួលប៉ុណ្ណឹងអញ្ចឹងនេះគឺជា result ចុងក្រោយដែលខ្ញុំបានធ្វើហើយខ្ញុំគិតថាប៉ុណ្ណឹងគឺអាចទទួលយកបានសម្រាប់ខ្ញុំហើយ
function ទាំងអស់គឺខ្ញុំបាន build ហើយតេស្តដើរភាគច្រើនតែប្រហែលជានៅពេលដែលប្រើទៅវាមានបញ្ហាទៀតចាំ fix តាមនឹងទៀតទៅតែឥឡូវគឺវាអូខេហើយខ្ញុំក៏បានហោះវា deploy ទៅលើinternet ដែរអញ្ចឹងនេះគឺជា domain អ្នកនរគ្នាអាច access បាននេះគឺជា domain គឺ autotrain.sbs ហើយខ្ញុំបានហោះវានៅលើ VPS ដែលខ្ញុំទិញពី service គេមួយដែលខ្ញុំមក point ចេញពី Cloudflare ចឹងខ្ញុំយក domain point ចូល Cloudflare ហើយខ្ញុំយក Cloudflare យក point មក VPS របស់ខ្ញុំចឹងទៅខ្ញុំប្រើ Cloudflare ជា service សម្រាប់ការពារ attack អីផ្សេងជាដើមចឹងនេះគឺជាវិធីដែលខ្ញុំធ្វើហើយក្រោយពីខ្ញុំហោះហើយគឺ everything work មក function work ប៉ុន្តែ function ខ្លះក៏វាអត់ទាន់ work ដែរឧទាហរណ៍ដូចកន្លែង pay លុយជាមួយនឹង KXQR ក៏វាអត់ទាន់ដំណើរការដែរខ្ញុំមិនដឹងថាមូលហេតុអីដែរប៉ុន្តែ yep it's not yet work ប៉ុន្តែភាគច្រើន function ដែលយើងត្រូវប្រើនៅក្នុង project ហ្នឹងគឺវាដើរទាំងអស់វាអត់បញ្ហាអីទេវីដេអូក្រោយគឺខ្ញុំនឹងធ្វើពីរបៀបដែលយើងចាប់ដើមប្រើជាមួយនឹង website ហ្នឹងថាគេប្រើរបៀបម៉េចហើយខ្ញុំនឹងបញ្យល់នៅក្នុងវីដេអូ separate អូខេចឹងអរគុណអ្នកនរគ្នាតាំងពីដំបូងដែលបានចូលមើលវីដេអូហ្នឹងហើយ website ហ្នឹងគឺខ្ញុំ spend time ប្រហែលជា3ខែទៅ4ខែដើម្បីធ្វើវាដោយសារតែខ្ញុំអត់មានពេល full time ធ្វើទេខ្ញុំធ្វើតែពេលទៅនេះ